បាទសូមគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងទស្សនាកម្មវិធីអក្សរសិល្ប៍ខ្មែរបាទកំណាព្យបាទពន្យល់ពាក្យនិងកំណាព្យវិលមកជួបគ្នាថ្មីតាមការសន្យាខ្ញុំបាទនឹងព្យាយាមធ្វើវីដេអូទាក់ទងទៅនឹងពាក្យផ្សេងៗឲ្យបានច្រើនជាមួយនឹងបងប្អូនដែលកំពុងតែពេញនិយមទៅលើការតែងកំណាព្យចង់ចេះសរសេរកំណាព្យបាទហើយខ្ញុំពោលនេះគឺសម្រាប់ពុកម៉ែបងប្អូនឬក៏អនុជនទាំងឡាយណាដែលកំពុងតែរៀនសរសេរចំពោះបងប្អូនជនរួមជាតិរូបណាដែលចេះសរសេរហើយឃើញវីដេអូនេះគឺហាក់បីដូចជារាក់មែនទែនទាបមែនទែនតិចមែនទែនប៉ុន្តែខ្ញុំធ្វើនេះគឺសម្រាប់បងប្អូនដែលទើបតែរៀនសរសេររៀនតែងកំណាព្យដូចខ្ញុំបានជម្រាបអញ្ចឹងបើសិនជាបងប្អូនមានបំណងចង់ចេះបាទរបៀបតែងរបៀបសរសេរកំណាព្យដោយមើលវីដេអូនេះរៀងដូចជាលឿនពេកបាទខ្ញុំបាទនឹងធ្វើការចែករំលែកនៅចំណេះដឹងទាក់ទងទៅនឹងបាទកំណាព្យទាក់ទងទៅនឹងវិធីសាស្ត្រការសរសេរបាទបន្ថែមទៀតអញ្ចឹងថ្ងៃនេះខ្ញុំបាទនឹងចូលពាក្យថ្មីបន្ថែមទៀតបងប្អូនបាទយើងចូលមកមេពាក្យបន្ថែមទៀតបាទអញ្ចឹងវីដេអូភាគមុនគឺយើងបានជ្រាបនិងបានរៀនអំពីពាក្យកំផន់ឌីហើយនិងពាក្យក្សិណនោះអញ្ចឹងថ្ងៃនេះយើងមានមេពាក្យបន្ថែមទៀតគឺកុំងឿងដោយខ្យល់បងប្អូនពាក្យហ្នឹងគឺ4ព្យាង្គបាទពាក្យមួយឃ្លានេះគឺ4ព្យាង្គកុំងឿងដោយខ្យល់ណាងឿងដោយខ្យល់នេះជាកិរិយាសព្ទអញ្ចឹងកុំងឿងព្រោះសម្ដីគេនិយាយព្យោឲ្យភ័ន្តគំនិតបាទនិយាយបញ្ចោបាទតែក្នុងនេះដាក់ព្យោណាបាទអញ្ចឹងយើងមានពាក្យដែលឆ្ងល់ថាជងងឿងនឹងប្រែថាម៉េចបាទហើយយើងមើលពាក្យព្យោទៀតមកបាទអញ្ចឹងតោះមុននឹងអានអត្ថន័យពាក្យហ្នឹងយើងចូលកំណាព្យនេះសិនពាក្យកាព្យដែលនិយាយអំពីកុំងឿងដោយខ្យល់នេះតោះកុំងឿងដោយខ្យល់កុំអោនពាក្យពលកុំខ្វល់ដោយស្រីកុំកាន់ពឹសយងគប់នៅស្ត្រីសមណៈជនជីកុំឲ្យក្តីត្រូវបាទអញ្ចឹងនេះគឺជាកំណាព្យរបស់ព្រះរាជសម្ភារបងប្អូនណាបាទកំណាព្យនេះបាទសំចេញពីកំណាព្យផ្សេងៗរបស់ព្រះរាជសម្ភារអញ្ចឹងយើងចូលទៅមើលពាក្យដែលត្រូវឆ្ងល់ពីសិនអញ្ចឹងពាក្យកុំងឿងដោយខ្យល់នេះគឺជា clear ដែលពាក្យទាំង4ព្យាង្គនេះមានន័យថាកុំងឿងព្រោះសម្ដីគេនិយាយបញ្ចោយើងនាំឲ្យភ័ន្តគំនិតណាកាលណាគេបញ្ចោយើងទៅយើងភ័ន្តយើងស្ដាប់អាការបញ្ចោពាក្យព្យោរបស់គេហ្នឹងវាធ្វើឲ្យយើងនេះលែងមានអាគំនិតខ្លួនឯងបាទមនុស្សយើងអ្នកខ្លះណាមួយចំនួនតូចគឺគាត់ស៊ីចូលដែរបាទស៊ីចូលដែរណាបាទអញ្ចឹងកាលណាស៊ីចូលដែរអញ្ចឹងគាត់លែងមានអាគំនិតខ្លួនឯងហ្នឹងទៅអញ្ចឹងគាត់យកអាពាក្យបញ្ចោរបស់គេហ្នឹងយកមកប្រើវិញដែលវាខុសពីអាដាមកតេខុសពីឆន្ទៈខុសអំពីចំណេះជំនាញដែលខ្លួនមានពិតប្រាកដបាទនេះគឺជាបញ្ហារបស់មនុស្សដែលស្ដាប់នៅពាក្យយើងនិយាយថាពាក្យសម្ដីរបស់គេបាទអញ្ចឹងក្តីសុខរបស់មនុស្សម្នាក់គឺអាស្រ័យលើខ្លួនយើងមិនមែនប្រកាសថានៅលើសម្ដីរបស់អ្នកដទៃទេបងប្អូនបានអានរឿងនៅក្នុងកតេលោកដីបានដឹងណាបាទរឿងពុកកូនបាទជីសត្វលាបងប្អូនបាទអញ្ចឹងបងប្អូនចូលទៅអានទៅនឹងបានដឹងហើយបាទអញ្ចឹងគាត់ធ្វើពីរអ្នកគាត់នឹងធ្វើយ៉ាងម៉េចក៏ខុសរហូតចេញពីស្រុកមួយភូមិមួយទៅភូមិមួយទៅភូមិមួយពីស្រុកមួយគឺខុសនឹងតែនិយាយរហូតអញ្ចឹងបើយើងទៅផ្គាប់នឹងសម្ដីរបស់អ្នកដទៃគឺអត់បានទេវាខុសពីអ្វីដែលជាគុណធម៌ពិតប្រាកដរបស់យើងបាទមិនមែនថាមនុស្សមិនឲ្យត្រូវការអ្នកប្រឹក្សាយោបល់ទេមិនមែនទេយើងត្រូវការអ្នកប្រឹក្សាយោបល់ប៉ុន្តែយើងមិនមែនជាមនុស្សដែលស៊ីចូលទេបាទមិនមែនត្រូវពាក្យព្យោឲ្យបាំងគំនិតយើងទេណា
chẳng không cầm nạp ní không mê bịa cùng ngương là cho ní cứ ắt tận ấy cứ chẳng mình chẳng ở dương nâng bắt băng cùng nít toạc luôn mình men tha mình oi stop cùng nít kê đi mình thấy bậc kê này gì bài bánh chô bài show dương á bấm khoan cùng nít dương á chân về thua oi ca bứt rồi có thể chạm nào mũi bạc bỏ mà nó cứ xuất tầm miên đuông cao miên chấm này để chi miên rồi miên ở đây môi chỉ bị xếp to luôn mà dần vậy ta tham miên đuông và lần môi đại chỉ snow này chỉ vật nó bị sai đôi kia thì nó riêng khốn nó là miên cốc kia mình tha không ai tôi mà nó pin vây mà nó cha rồi coi dòng máy cứ xuất tầm miên đôi kia đôi chân này hai cái này dân trong vô ở đây để dân miên nó vô một praka opila tập hiệp nó về dân praka opila tập hiệp hai nơi tại đo sai mình bán thì tờ pe nó dân praka ti praksa nè bà praka nè ao dỗ bò tại nè ao dỗ bò nó co mình men chỉ nè đá bánh trâu này men đây bà chẳng khi em xôm thì chai pi nè dân trâu tàu pi nét pi ngương đi mười mất bà thay nên chuyện show anh sân mới bà tờ dân mạnh đắng bà châu thì mơ sẵn đi tiện ngương máu ngương niệm ngương miền phí bằng vốn các bạn là dân châu ngương thì mùi mất niệm bằng bồn ngương chia kệ rè sắp rồi có cùn kệ rè giá xong tốt chỉ cùn là niếm thì kệ rè sắp rồi có cùn là niếm đại miền này tha nghề ngốn rồi có trứng mới tha nó nâng có keng mỏng nhiều hơn một vị ngương keng này thấy nhau bà ngương keng cứ keng rõ với kết lấy chánh á chẳng bên đây tha máy cầm pung tại kết sắp tại ngương kết mình lệch thế nè chẳng cùng ngương lại chó cứ cùng ngương cứ sầm đây kê này gì cho ai phòn cầm nứt chẳng cầm nát để dân an nó không sắp tiền nó cầm mình ở bánh mình ấy cứ nè đôi khi á bạn đọ xong tranh phí bắp originate nhá sastra bắp originate chi prahri Nippon này prahri Sampi bà tại miền Việt Nam bật bạc cọt cứ phải chào bên nhiệt tổ ổn á bà tại Rahasanim Sampi này cứ là bay là bài nè miền cả sớm ai nô chân Rahasanim này có bà này là dân trai mới bị một tiếp bị show mới à chừng gió sợ ô máu gì khó lắm ba miền ta nè show nè thấy nhá nè show miền bảy à đây này thì muối cái đặt hà bài bánh chao nhé ca bánh chao đòi bài col oi lung cùng nịch bài chỉ kệ là sắp bánh chao đòi bài col bánh chao đòi chừng lô oi lung cùng nịch miền show sắc như dịp show và nhịp show á còn là niềm vĩnh cứ đây là bánh chao đòi bài col là miền bài col bị show nịch show bà nhé chẳng show ní mà dương prao pa bon dương tra này gì thay bánh trâu nó cứ nay về riêng tách chiêng show cứ không nào nào mới chiều bài mỏng miên cầm đất sọc xiết là không nào bà chiều bài á bài cò môi là cái băng cầm đất bà dương băng chăn tẹo bà dương cầm tay mà đỏ chân cả na dương card mà cầm đất show đang hai để stop tam việc kịp show đang hai cứ dương mình miên ở đây chỉ là to luôn thế bằng ổn chẳng thể nick trong ăn lực vô pi đôi video môn nhé nè thì pi ní mình ai bình châu cái bán tê dương còn ai vô cùng ngương lại cho ní bông cho mùi năng khắp như bán thế nè khắp ní cứ chỉ mua hôm nay giờ sastra vút mùi của phết bà chẳng dương mà ai vô mà đặt cho mùi năng pin ní bán tê vì ở xí cái này chẳng khi xôm mình sẽ xây cầm nạp phí nè sau đó xây tại việc cùng ngương nói cho ní bà này hay bập originate ní cứ
សរសេរជាបទកកតេហើយខ្ញុំសូមដូរបទផ្សេងទៀតទៅបាទដើម្បីឲ្យយើងបានបទច្រើនណាបាទចង់សរសេរកកតេតបានប៉ុន្តែច្បាប់បរិសម្ភារលោកបានសរសេរជាហោហាយហើយអញ្ចឹងអត់ចាំបាច់យើងទៅសរសេរត្រួតជាមួយលោកទេយើងសរសេរថ្មីបងប្អូនណាសរសេរថ្មីទៀតយើងអត់ចេះខ្វះពាក្យសរសេរទេបងប្អូនជឿខ្ញុំឲ្យតែយល់ន័យពាក្យហ្នឹងសិនយល់ន័យមេពាក្យគំងឿងដល់ខ្យល់ហ្នឹងមានន័យថាម៉េចដល់ពេលយើងយល់ន័យពាក្យហ្នឹងហើយយើងសរសេរថ្មីគឺអាចយកជាការបានហើយបាទយកការបានអញ្ចឹងយើងចូលមកទំព័រនេះមកបាទនេះមុនគឺមានពាក្យកុំភ័ណ្ឌខ្ញុំសូម copy ខ្ញុំសូមចម្លងដើម្បីងាយស្រួលសរសេរចម្លងចេះបាទខ្ញុំសូមចម្លងអញ្ចឹងបាទច្រឡំដើម្បីខ្ញុំកែនេះការអក្សរនេះដាក់មេពាក្យយើងកុំងឿងដោយខ្យល់ណាកុំងឿងកុំងឿងដោយខ្យល់ចឹងយើងមានមេពាក្យយើងប៉ុណ្ណឹងហើយខ្ញុំសូមសរសេរជាបទពាក្យ8តែម្ដងណាបាទយើងផ្លាស់បទតិចហើយយើងផ្លាស់បទទំនោរហើយចូលបទដោយសារតែពាក្យនេះ4ព្យាង្គអញ្ចឹងបើយើងយកបទកកតេក៏បានប៉ុន្តែយើងឲ្យកុំឲ្យជាន់បទបាកវីរៀមច្បងបើយើងយកបទបន្ទោកាក៏4 6 បាទបបារកបន្តិចអញ្ចឹងយើងយកបទពាក្យ8ទៅដើម្បីឲ្យមាន4ហ្មងណាបាទអញ្ចឹងយកពាក្យ8ទៅបាទពាក្យ8នេះគឺខ្ញុំយកបែបលោកគ្រូអៀងសាយណាបងប្អូនបាទបែបគ្រូអៀងសាយគឺព្យាង្គ8ជួននឹងព្យាង្គ4ណាសូមបញ្ជាក់ដើម្បីឲ្យបងប្អូនច្រឡំណាព្យាង្គ8ជួននឹងព្យាង្គ4សូមបញ្ជាក់បងប្អូនឲ្យហើយបាទអញ្ចឹងយើងចូលសរសេរទាំងអស់គ្នាបាទរៀនសរសេរមកតើគំងឿងដោយខ្យល់យ៉ាងម៉េចបាទអញ្ចឹងខ្ញុំទម្លាប់ខ្ញុំគឺអាចសរសេរ2វគ្គទៅដើម្បីឲ្យមានឃើញជួនឆ្លងវគ្គបាទដោះយើងចូលមកកុំសេច្រឡំច្រើនគំងឿងដោយខ្យល់ខ្វល់ដោយគំនិតបាទខ្វល់ដោយគំនិតដោយគំនិតបាទនេះទម្រង់បទពាក្យ8ព្យាង្គអញ្ចឹងយើងជួននឹងព្យាង្គទី4ដោយសារយើងយកតាមបែបលោកគ្រូអៀងសាយបាទបែបគ្រូអៀងសាយអញ្ចឹងគំងឿងដោយខ្យល់ខ្វល់ដោយគំនិតកុំខ្វល់គំនិតយើងជាមួយគេកុំមួយស្ដីគេវង្វេងបងបាទវង្វេងឡើងគិតណាឡើងគិតហើយជួនណាគំនិតខ្លួនឯងបាទឡើងគិតខ្លួនឯងណាគំនិតខ្លួនឯងវង្វេងឡើងគិតគំនិតខ្លួនឯងហើយ8ព្យាង្គហើយយើងចុះក្រោមបន្ទាត់មកឯងលោកធម៌ទាំងឡាយមិនក៏ដូរ
លោកធរទាំងឡាយធរនេះសញ្ញារកបានបងបានមិនទាន់គិតទេលោកធរទាំងឡាយធរទាំងឡាយតែងរេកន្លែងទីទៀតខ្ញុំនឹងបង្ហាញថាហេតុអីបានជាខ្ញុំត្រូវលើកយកលោកធរវិញតែងរេមិនមនោកន្លែងតែងរេកន្លែងចាំយើងសេចប់សិនចាំយើងបង្ហាញម្ដងមួយលោកធម៌ទាំងឡាយតែងរេកន្លែងព្រះពុទ្ធសម្ដែងព្រះពុទ្ធសំដែងសរសេរចប់ចាំយើងគ្រូគណិតអាការៈវិរុទ្ធហើយនឹងអត្ថន័យព្រះពុទ្ធសម្ដែងតែងកើតជាគូតែងកើតជាគូគូនេះអត់មានរកទេណាបាទគូនេះគូពីដល់មានរកគឺគូគិតគូគំនូត្រូវចេះពិចារបាទចារណាអូនត្រូវចេះពិចារខ្ញុំយករណាទេអាចនឹងលើសព្យាងត្រូវចេះពិចារថ្លឹងថ្លែងមុខក្រោយថ្លឹងថ្លែងមុខក្រោយបាទចឹងមកអាចជួនឃើញត្រូវចេះពិចារថ្លឹងថ្លែងមុខក្រោយកុំហាមវាណាកុំផ្អែកកុំផ្អែកបណ្ដោយកុំផ្អែកបណ្ដោយកុំផ្អែកបណ្ដោយបន្លាយទុកយូរបន្លាយទុកយូរអត់មានជើងទេទុកនេះយូរនេះជួរនឹងគូខាងលើណាបងប្អូនកុំផ្អែកបណ្ដោយបន្លាយទុកយូរការងារទាំងឡាយប្រាប់ពីទាំងឡាយទៀតហើយគួចគិតគុនគូគួចគិតអត់មានដំណាំខ្លះបងប្អូនណាគុនគូនេះគឺមានរណាខុសពីគូខាងលើណាបង្កើតគំរូហើយចាំឆែកពិនិត្យមកពីអារ៉ាយើងគំរូតចំនួនក្រោយបងប្អូនចង់សរសេរបន្ថែមតពីខ្ញុំអាចសរសេរបានណាចំនួនក្រោយចំនួនដាក់ញោមអញ្ចឹងនេះគឺវាខុសបងប្អូនជាស្រ័យផងចំនួនក្រោយប៉ុន្តែមកថាកែមកវិញសញ្ញាកូមួយមកសូមឃ្លៀនបន្តិចស្ដាប់តោះយើងបានកំណត់បាត់ពាក្យ8បែបពីគ្រូអៀងសាយហើយខ្ញុំសូមចម្លងឈ្មោះខ្ញុំមកអត់សរសេរទៀតទេបាទយូរកាយបងប្អូនក៏ចង់ឲ្យវីដេអូនេះទៅទៀតបងបាទ
ទេអញ្ចឹងយើងត្រួតពិនិត្យអត្ថន័យទាំងអស់គ្នាតើវាស្របជាមួយនឹងពាក្យគំងឿងដោយខ្យល់ដែលមានន័យថាស្ដាប់ពាក្យគេភ្ជោធ្វើឲ្យភាំងគំនិតខ្លួនឯងក្នុងអត្ថន័យគឺអញ្ចឹងមែនទេបងប្អូនន័យបាទពាក្យហ្នឹងណាអញ្ចឹងយើងមើលគំងឿងដោយខ្យល់ខ្វល់ដោយគំនិតវង្វេងលែងគិតគំនិតខ្លួនឯងនេះខ្លួនឯងនេះគឺយើងសរសេរទៅថែមលើបាទវង្វេងលែងគិតគំនិតខ្លួនឯងបាទត្រូវហើយលោកធម៌ទាំងឡាយតែងរេកន្លែងណាព្រះពុទ្ធសម្ដែងតែងកើតជាគូនេះណាយើងត្រួតពិនិត្យឡើងវិញគឺឃើញមានពាក្យយើងខ្វះខាតហ្នឹងឃើញទេសរសេរអញ្ចឹងបាទព្រះពុទ្ធសម្ដែងតែងកើតជាគូអញ្ចឹងយើងឃើញកន្លែងជួនណានិតនេះជួននឹងគិតនេះហើយឯនេះជួននឹងកន្លែងនេះហើយជួននឹងសម្ដែងណាហើយគូនេះមិនជួននឹងយូនេះវិញច្រើនវាត្រូវចេះពិចារថ្លឹងថ្លែងមុខក្រោយកុំផ្អែកបណ្ដោយបន្លាយទុកយូរការងារទាំងឡាយគួចគិតកុនគូបង្កើតគំរូតចំនួនក្រោយមិនមែនបង្កើតគំរូទេបងប្អូនอย่าអានពាក្យហ្នឹងខុសណាបង្កើតគំរូតចំនួនក្រោយបងប្អូនណាอย่าអានពាក្យនេះខុសសូមបញ្ជាក់នេះគំរូតណាមិនមែនគំរូទេណាបាទសូមអធិស្ឋានផងហើយបានខ្ញុំលើកយកពាក្យថាលោកធម៌មកប្រើទៅវិញនៅក្នុងលោកធម៌គឺមានពាក្យសរសើរនឹងនន្ទាបងប្អូនណាបាទអញ្ចឹងគំងឿងដោយខ្យល់នេះគឺតាក់ទងពាក្យសម្ដីកាលណាតាក់ទងពាក្យសម្ដីខ្ញុំលើកយកសម្ដីដែលគេសរសើរឲ្យនឹងនន្ទាអញ្ចឹងសុខទុក្ខបងប្អូនណាសុខទុក្ខសរសើរនន្ទាមានលៀបបាត់លៀបហើយជួបអីចឹងទៅមានគូគេ8បាទលោកធម៌មាន8បាទអញ្ចឹងមាន8ហ្នឹងគឺមានគូពីគូណាបាទមានជួបព្រាត់ចឹងទៅមានសុខទុក្ខបានលៀបបាត់លៀបហើយសរសើរនន្ទាចឹងទៅអញ្ចឹងលោកធម៌ទាំងអស់នេះមាន4គូស្មើនឹង8អញ្ចឹងខ្ញុំលើកយកលោកធម៌នេះគឺលើកយកតែមួយគូទេគឺពាក្យសម្ដីចាណាគេសរសើរបញ្ចូលយើងប្រកាសជាមាននន្ទាថ្ងៃក្រោយគេថាអូម្នាក់នេះមនុស្សស៊ីជោចាញ់មិនឆោតគេឃើញទេអញ្ចឹងនៅពេលដែលយើងជឿគេហើយហ្នឹងណានៅមានពាក្យរិះគន់ពីខាងក្រៅទៀតអញ្ចឹងសរសើរគូជាមួយនន្ទាបងប្អូនចាំសរសើរគូមួយនន្ទាហ្នឹងគឺគូអញ្ចឹងមកឥឡូវយើងចូលទៅពិនិត្យពាក្យដែលខ្ញុំសរសេរមកមានពាក្យណាដែលយើងឆ្ងល់ទេណានេះរេកន្លែងមើលពាក្យសម្ដែងមួយមកសម្ដែងគូយើងមិនមើលទេសម្ដែងឲ្យវាផ្អែកនេះក្លោខុសផ្អែកហើយនឹងពីគំរូបាទគំរូចាស់3ពាក្យទៅណាយើងត្រូវតែពិនិត្យឡើងវិញបងប្អូនអញ្ចឹងយើងមើលពាក្យសម្ដែងខ្ញុំសរសេរមិញគឺតម្រួតណាអាចនឹងគ្មានទេសម្ដែងនេះមានបាទអានថាសម្ដែងណាកិរិយាសព្ទគឺធ្វើរឹកបញ្ចេញឲ្យឃើញស្ដែងថ្លែងឬក៏ប្រកាសសេចក្តីគឺន័យរបស់យើងគឺអាទី2នេះបងប្អូនណាបាទសម្ដែងណាបាទមួយទៀតគឺពាក្យគេបងប្អូនមានពាក្យគំរូណាមើលគំរូមើលតាមមាននេះយើងសេព្យាងរាយមិញនេះព្យាងរាយបងប្អូនមើលត្រូវអត់នេះជាងរាយណាគឺគំរូនេះគឺបែបសំណាឬក៏តួយ៉ាងឬក៏ផែនទីឃើញទេបាទត្រូវហើយអត់ខុសទេពាក្យណាទៀតមិញបាទមើលសិនពាក្យផ្អែកបាទផ្អែកចាស់មើលផ្អែកមួយទៀតបានយើង
ចប់វីដេអូយើងខ្ញុំសេសាផជាងអទៅឯងកនេះឯងនេះណាមាននេះបាទឯងនេះគឺជាកិរិយាសព្ទដែលមានន័យថាតម្រិតខ្លួននឹងលើបង្អែកឬក៏បញ្ឈរអ្វីឲ្យត្រេតទៅអញ្ចឹងឯងក្នុងន័យរបស់យើងគឺន័យអាពាក្យប្រៀបពឹងផ្អែកគំនិតនេះយើងយកអាទី2ឲ្យយើងន័យយើងនេះពឹងផ្អែកផ្នែកគំនិតហ្នឹងទៅលើគេទុកចិត្តដូចជាបង្អែកមួយអញ្ចឹងយើងយកន័យទី2ណាអញ្ចឹងយើងបានកំណាព្យមួយចំនួន2វគ្គដែលបង្ហាញពីអត្ថន័យនៃពាក្យគំងឿងដោយខ្យល់ដែលមានន័យថាកុំជឿលំគំនិតនេះបាទកុំនេះកុំងឿងព្រោះតែសម្ដីគេនិយាយភ្ជោឲ្យភ័ន្តគំនិតណាបាទគេប្រើថាអញ្ចឹងបាទប៉ុន្តែនៅយើងគឺថាកុំធ្វើឲ្យខ្លួនឯងនឹងបាត់បង់នៅគំនិតខ្លួនឯងព្រោះតែសាបសម្ដីគេបាទអញ្ចឹងអរគុណច្រើនបងប្អូនកម្មវិធីពយល់ពាក្យនឹងកំណាព្យដែលខ្ញុំបានបង្ហាញជូនរយៈពេលប្រហែលនេះគឺយើងបានមេពាក្យថ្មីមួយទៀតហើយថ្ងៃនេះអរគុណច្រើនចំពោះបងប្អូនដែលខំចំណាយពេលវេលាដ៏មានតម្លៃតាមដាននៅវីដេអូនេះតាំងពីដើមរហូតដល់បញ្ចប់ខ្ញុំបាទសៀនវងបាទសូមលំអរកាយគោរពលាហើយសន្យាជួបគ្នានៅវីដេអូក្រោយបន្តទៀតបាទសូមអរគុណ